អរគុណប្រិយមិត្តទស្សនិកជនយើងបន្តទៅជួបជាមួយអ្នករាយការណ៍ជាបន្តទៀតពីខេត្តបៃលិនជួបជាមួយនឹងលោកពឿនជំរាបសួរលោកពឿនបាទសូមជម្រាបសួរលោកសំណាងនិងកណិកាក្រុមការងារនិងទូទាំងជនទាំងអស់ដែលកំពុងតាមដានទស្សនកម្មផ្សាយទូរទស្សន៍ជាតិទាំងអស់ពីគ្រប់បាទលោកពឿនថាតើនៅព្រឹកនេះមានព័ត៌មានអ្វីនឹងធ្វើសេចក្តីរាយការណ៍ជូនបាទព្រឹកនេះខ្ញុំមានព័ត៌មានចំនួន2បាទព័ត៌មានទី2នេះគឺគណៈកម្មការទី9នៃរដ្ឋសភាស្វែងយល់អំពីការអនុវត្តការងារបញ្ហាប្រឈមនិងសំណពររបស់រដ្ឋបាលខេត្តបៃលិនការពិភាក្សាថ្មីកន្លងទៅនេះដែរនៅសាលប្រជុំសាលាខេត្តបៃលិនគណៈកម្មការទី9នៃរដ្ឋសភាលើវិស័យសាធារណការដឹកជញ្ជូនអាកាសចរស៊ីវិលប្រៃសណីនិងទូរគមនាគមន៍ឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងវិទ្យាវត្តប្រែធម្មពលពាណិជ្ជកម្មសេរីចំដែនដីនគររូបនីយកម្មនិងសំណង់ដឹកនាំដោយលោកជំទាវលឹមចាផុនប្រធានគណៈកម្មការទី9បានអញ្ជើញពិភាក្សាការងារស្វែងយល់ពីបញ្ហាប្រឈមនិងសំណពររបស់រដ្ឋបាលខេត្តបៃលិនដែលមានការចូលរួមពីលោកកូស៊ុំប៊ុនសឿតអភិបាលរងខេត្តតំណាងលោកជំទាវបណ្ឌិតបានព្រៃមុំអភិបាលនៃគណៈអភិបាលខេត្តបៃលិនលោកកូស៊ុំប៊ុនសឿតអភិបាលរងខេត្តបៃលិនបានមានប្រសាសន៍ជំរាបជូនគណៈកម្មការទី9នៃរដ្ឋសភាអំពីស្ថានភាពភូមិសាស្ត្ររបស់ខេត្តបៃលិននិងស្ថានភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តលោកអភិបាលរងខេត្តបានមានប្រសាសន៍ថាខេត្តបៃលិនក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិតបានព្រៃមុំអភិបាលនៃគណៈអភិបាលខេត្តបៃលិនមានការអភិវឌ្ឍទៅចម្រើនទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានទឹកភ្លើងប្រព័ន្ធសេរីសាស្ត្របម្រើឲ្យការរស់នៅការធ្វើដំណើរសុខុមាលភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តបៃលិនមានភាពល្អប្រសើរជាលំដាប់លោកជំទាវបណ្ឌិតអភិបាលខេត្តបានមានការយកចិត្តទុកដាក់លើការរៀបចំសម្ព័ន្ធភាពអនាម័យបរិស្ថានធ្វើឲ្យខេត្តបៃលិនមានភាពសមបំពងទទួលបានការទាក់ទាញនិងការកោតសរសើរពីមហាជនទូទៅលោកកូស៊ុំប៊ុនសឿតអភិបាលរងខេត្តក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថាបច្ចុប្បន្ននេះរដ្ឋបាលខេត្តបៃលិនកំពុងយកចិត្តទុកដាក់ក្នុងការត្រៀមរៀបចំទីតាំងការកសាងសំណង់ផ្សេងៗការតុបតែងភ្លើងលម្អនិងការរៀបចំផែនការយ៉ាងមានប្រសិទ្ធភាពក្នុងការរក្សាសន្តិសុខសម្រាប់ធ្លាប់សម្រាប់ការរៀបចំសង្គ្រាមឆ្នាំថ្មីដែលរដ្ឋបាលខេត្តបៃលិននឹងធ្វើឡើងនៅមាត់ស្ទឹងបៃលិនបង្កការសប្បាយរីកជូនដល់ប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមកលេងកម្សាន្តនៅក្នុងខេត្តបៃលិនលោកជំទាវលឹមចាផុនប្រធានគណៈកម្មការទី9នៃរដ្ឋសភាបានពំនាំនៅការប្រាំផ្ញើការសាកសួរសុខទុក្ខរបស់សម្ដេចមហារដ្ឋសភាទីការសប្តីខួនសូដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាជូនថ្នាក់ដឹកនាំព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តនឹងបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំខេត្តអាជ្ញាធរមូលដ្ឋាននិងមន្ត្រីអង្គភាពទាំងអស់សូមអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ញកោដំណាក់កាលទី1របស់រដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយរដ្ឋមន្ត្រីដើម្បីសម្ដែងការងារសមធម៌ប្រសិទ្ធភាពនិងសេរីភាពជូនប្រជាពលរដ្ឋក្នុងការចុះបំពេញបេសកកម្មនៅក្នុងខេត្តបៃលិនគណៈកម្មការទី9នៃរដ្ឋសភាបានទទួលនៅបញ្ហាប្រឈមមួយចំនួនដែលរដ្ឋបាលខេត្តនិងមន្ត្រីពាក់ព័ន្ធបានលើកឡើងហើយលោកជំទាវប្រធានគណៈកម្មការសន្យាថានឹងធ្វើរបាយការណ៍ជំរាបជូនសម្ដេចមហារដ្ឋសភាទីការសប្តីខួនសូដារីប្រធានរដ្ឋសភានិងគណៈកម្មការចិនផ្នែកនៃរដ្ឋសភាក្នុងការបន្តនីតិវិធីដោះស្រាយជូនរដ្ឋបាលខេត្តនិងប្រជាពលរដ្ឋក្នុងខេត្តបៃលិនទាំងមូលបាទព័ត៌មានពីខេត្តបៃលិនទាំងពីរដែលស្ដាប់បានជម្រាបជូននៅពេលនេះសូមចាប់តែប៉ុណ្ណេះបាទអរគុណលោកពឿនដែលបានធ្វើសេចក្តីរាយការណ៍នៅព័ត៌មាននៃព្រឹកនេះអរគុណជម្រាបលាបាទសូមអរគុណសូមជម្រាបលាបាទ